អ្នកគ្រប់គ្រងនៅក្នុងគម្រោងភូមិគ្មានផ្សែងគាត់ជានរណាហើយថាការងាររបស់គាត់ធ្វើអីគេខ្លះមើលឲ្យដល់ចប់ស្គាល់ពីការងារក្នុងវិស័យធម្មពលស្អាតហើយនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូអគ្គិសនីមកអញញៀននេះមួយគ្រឿងទៀតស្វាគមន៍មកកាន់ The Switch បេសកកម្មស្វែងយល់ពីអាជីពនៅក្នុងវិស័យធម្មពលស្អាតឥឡូវនេះវិស័យធម្មពលស្អាតកំពុងតែរីកចម្រើននៅកម្ពុជាហើយ Energy Lab Asia បបួលខ្ញុំឲ្យទៅសាក់លបងធ្វើការងារខុសៗគ្នាក្នុងវិស័យនេះរៀងរាល់សប្តាហ៍មុនណាគឺខ្ញុំបានទៅធ្វើជាអ្នករចនានឹងគូប្លង់សូឡាអ្នកជំនាញគោលនយោបាយធម្មពលហើយនឹងជាងអគ្គិសនីសប្តាហ៍នេះគឺខ្ញុំចុះមកដល់ភូមិគ្មានផ្សែងបដូរតួនាទីធ្វើជាអ្នកគ្រប់គ្រងគម្រោងវិញម្ដងនេះគឺជាលើកទី1របស់ខ្ញុំហើយដែលបានលើពីភូមិគ្មានផ្សែងសួស្ដីចាជំរាបសួរសុខសប្បាយបងចាខ្ញុំឈ្មោះវ៉ឺនស៊ីវលេងប្រធានគម្រោងភូមិគ្មានផ្សែងរបស់អង្គការអភិវឌ្ឍហូឡង់ហៅកាត់ថា SNV ពាក្យថាភូមិគ្មានផ្សែងមានន័យថាម៉េចបងចាបើគិតទៅភូមិមួយអាចប្រកាសជាភូមិគ្មានផ្សែងលុះត្រាតែភូមិមួយហ្នឹងមានក្នុងផ្ទះចាប់ពី 85% ឡើងទៅដែលគាត់ប្រើប្រាស់ចង្ក្រានស្អាតគ្មានផ្សែងក្នុងការចម្អិនអាហារជាចម្បងប្រចាំថ្ងៃចាហើយចង្ក្រានស្អាតគ្មានផ្សែងហ្នឹងមិនតែបងមានអីគេខ្លះចាអញ្ចឹងយើងកំណត់ថាចង្ក្រានស្អាតគ្មានផ្សែងហ្នឹងមានដូចជាចង្ក្រានហ្គាសមានហ្គាសតូចនិងហ្គាសធំហើយនិងចង្ក្រានអគ្គិសនីកិច្ចការងារទី1របស់យើងធ្វើអីបងអញ្ចឹងថ្ងៃនេះយើងនឹងចុះទៅមើលការចុះអប់រំតាមក្នុងផ្ទះមួយនៅក្នុងស្រុកជុំគិរីចាខ្ញុំរៀនពីការងាររបស់ខ្ញុំហ្នឹងបានតែ5នាទីហើយចុះអនុវត្តផ្ទាល់ហ្មងត្រូវឲ្យគាត់ព្យាយាមម្ដងទៀតទៅចាព្យាយាមម្ដងទៀតហើយគិតមើលថារូបហ្នឹងវាមានបញ្ហាអីអត់សួរអង្គនេះនាំអ្នកគ្រូថ្មីចាជុំរីយើងខាងមកពីរដ្ឋបាលសហគមន៍រីយើងហើយមួយផ្នែកទៀតមកពីឃុំបាទមកពីឃុំស្គាល់គាត់ទេណាយាយមើលឃើញហីយាយអង្គមើលឃើញហើយមើលជួយមើលគាត់មើលឃើញនេះដុតភ្លើងធ្វើអីនិយាយនេះណាដាំទឹកអូមិនឃើញអីទៀតក្រៅពីដាំទឹកដាំកំសៀវដាំទឹកហ្នឹងមានអីទៀតផ្សែងភ្លើងចេញអូឃើញផ្សែងចានេះអូមកផ្សែងដែលយើងដុតហ្នឹងហើយយើងដុតបដិ400ដើមនេះយើងដុតហើយយើងដឹងអាផ្សែងហ្នឹងវាមានជាតិពុលទេបាទណាអាជាតិពុលហ្នឹងធ្វើដែលយើងផ្លាញ់នេះស្រីរៀងរបស់យើងទៅមូលនឹងឯងតើនោះហ្នឹងអានេះដាំម្ដងអស់ជុំវិញតែ100ខ្មែរ100ខ្មែរនេះ100រៀលហើយឆៃចាប់ពុះចាប់នេះស្អាតដែរបងវិភាគមើលនេះអាការដែលយើងប្រើចង្ក្រានដុតអស់បងបើយើងគិតពីទិញគេវិញហ្នឹងបាទឥឡូវ1គីឡូ800អញ្ចឹងនៅក្នុងមួយខែបងប្រើអស់ក្នុងការចម្អិនបាយនេះអស់67900រៀលនេះបងងាកមកប្រើចង្ក្រានអគ្គិសនីយើងប្រើអស់លុយតែ24600រៀលខ្ញុំសង្កេតឃើញថាអ៊ំដែលគាត់ជាជនមង្គលនៅហ្នឹងគឺគាត់មានតិចនិចក្នុងការនិយាយល្អខ្លាំងមែនតើហើយសូម្បីតែផ្លាកសញ្ញាព័ត៌មានដើម្បីបង្ហាញបង្រៀនទៅពួកគាត់ហ្នឹងគឺរូបភាពចាអក្សរធំហើយងាយយល់ហើយសូម្បីតែការនិយាយហើយនឹងការរៀបរាប់ប្រៀបធៀបអីផ្សេងធ្វើឲ្យអ្នកស្ដាប់គាត់ងាយយល់មែនតើខ្ញុំគិតថាហ្នឹងសិតតែជាក្នុងផ្នែកមួយក្នុងការងារបងទៅបើការងារចម្បងដែលយើងធ្វើជាប្រចាំមានដូចជាទី1គឺការរៀបចំមុននឹងពេលយើងអនុវត្តគម្រោងយើងធ្វើការរៀបចំថាតើគម្រោងយើងហ្នឹងយើងត្រូវអនុវត្តដោយរបៀបណាអ្នកណាខ្លះគួរតែជាអ្នកដើរតួហើយមានអ្នកពាក់ព័ន្ធណាខ្លះសម្ភារៈគេខ្លះដែលយើងត្រូវការអញ្ចឹងយើងរៀបចំទុកជាមុនហើយយើងមានការធ្វើផែនការប្រចាំឆ្នាំហើយនឹងប្រចាំខែផែនការហ្នឹងមានផែនការសកម្មភាពហើយនិងផែនការថវិកាដូចគ្នាយើងក៏មានការផ្ដល់ជាវគ្គបណ្ដុះបណ្ដាលផ្នែកជំនាញនៃការសម្របសម្រួលហើយនិងវិធីសាស្ត្រនៅក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយដើម្បីផ្លាស់ប្ដូរឥរិយាបថដល់ជនបង្គោលរបស់យើងដើម្បីពួកគាត់មានលទ្ធភាពអាចចុះអប់រំផ្សព្វផ្សាយនៅតាមសហគមន៍បានចា៎ហើយយើងក៏មានការតាមដានគម្រោងយើងជាប់ជាប្រចាំដើម្បីធានាថាគម្រោងរបស់យើងនឹងបានសម្រេចទៅតាមគោលដៅដែលយើងបានរំពឹងទុកចាហើយក៏យើងចូលរួមចំណែកនៅក្នុងការសម្របសម្រួលតកតងទៅនឹងការវិតម្លៃគម្រោងចាហើយនឹងការសរសេររបាយការណ៍ទៅចាស់ជំនួយជាដើមចាបងរដងបងធ្វើការនៅ office ឬមកក៏ចុះតាមភូមិឃុំអញ្ចឹងច្រើនតែច្រើននៅ officeអូខេហើយ3ពាក្យដែលរៀបរាប់ពីការងាររបស់បងបានអត់ការផ្ដល់ចំណេះដឹងភាពជាដៃគូនិងការអភិវឌ្ឍការបងរៀននៅមហាវិទ្យាល័យបងរៀនជំនាញអីគេបងរៀន accounting ប៉ុន្តែបងចេញហាត់ការងារប្រធានអង្គការឃើញបងមានសក្តានុពលផ្នែកគម្រោងគាត់ក៏ហៅបងមកធ្វើការជាគម្រោងវិញអញ្ចឹងធ្វើម៉េចបងបានខ្លាយដល់ចំណុចរងថ្ងៃហ្នឹងបងគាត់ខំប្រឹងប្រែងធ្វើការអស់លទ្ធភាព
ចេះអភិវឌ្ឍខ្លួននិងចាប់យកឱកាស ដើម្បីធ្វើឲ្យភូមិឃុំមួយជាភូមិឃុំគ្មានផ្សែងគឺអត់ស្រួលទេខ្ញុំឃើញថាពួកគាត់មានការងារធ្វើច្រើនមែនតើហើយត្រូវធ្វើពីភូមិមួយរហូតដល់ថ្នាក់ឃុំមួយរហូតដល់ស្រុកហើយពួកគាត់មានគោលដៅបន្តទៅដល់ខេត្តហើយក្រុងទៀតដើម្បីប្រកាសថាក្រុងឬក៏ខេត្តមួយហ្នឹងគឺជាខេត្តគ្មានផ្សែងចូលមកដល់សហគមន៍ផ្ទាល់អញ្ចឹងហើយបានធ្វើឲ្យខ្ញុំភ្លឺភ្នែកហ្មងការងារក្នុងវិស័យធម្មពលស្អាតមិនមែនមានតែត្រឹមការងារបច្ចេកទេសដែលតាក់ទងជាមួយនឹងផ្ទាំងសូឡាទេប៉ុន្តែវាក៏អាចជាការងារដែលយើងចុះផ្ទាល់នៅក្នុងសហគមន៍អញ្ចឹងហ៎ពង្រឹងសុខភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ផ្ទាល់ហ្មងបងអញ្ចឹងការងារខ្ញុំមកថ្ងៃនេះមិនដែរបង ចាប៉ុណ្ណឹងល្អហើយ ប៉ុណ្ណឹងល្អណាស់ជាប់ហើយណាបងណាអរគុណច្រើនបងអញ្ចឹង អូខេអញ្ចឹងដោយសប្តាហ៍មុនអញ្ចឹងណាខ្ញុំអាចដោះរង្វាន់ឲ្យអ្នកមើលបានហើយក្នុងសប្តាហ៍នេះគឺយើងមានរង្វាន់ដូចជាដបទឹកហើយនិងសៀវភៅហើយរង្វាន់ធំនៅសប្តាហ៍ចុងក្រោយគឺម៉ូតូ Akisini Onion X1 ស៊េរីថ្មីមួយគ្រឿងហ្មងឆ្លើយសំណួរមួយសប្តាហ៍មានឱកាសផ្សងសំណាងម្ដងណាអញ្ចឹងមកមើលវីដេអូរៀងរាល់សប្តាហ៍ដើម្បីមានឱកាសកាន់តែច្រើនដងចាប់យកម៉ូតូ Akisini មួយហ្នឹងម៉ូតូនេះសាកភ្លើងមកពេញអស់តែ 1000 រៀលទេជិះបាន75 គីឡូម៉ែត្រហើយអាចជិះកាត់ទឹកបានជម្រៅដល់ទៅកន្លះម៉ែត្រក្នុងរយៈពេលកន្លះម៉ោងដើម្បីចូលរួមទី1ចុចចែករំលែកវីដេអូនេះទី2 scan QR code ដើម្បីឆ្លើយសំណួរយើងមកដល់ភាគចុងក្រោយនៅក្នុងស៊េរីវីដេអូនេះហើយអត់ចង់ចប់ទេអ្នកនរគ្នាចង់មើលវីដេអូប្រភេទអញ្ចឹងទៀតអត់បើសិនជាចង់អាច comment ប្រាប់ពួកយើងណាឃើញលោយើងមានឱកាសធ្វើបន្តទៀតប៉ុន្តែយើងនៅសល់កូនវីដេអូខ្លីមួយទៀតសម្រាប់បិទកម្មវិធីក៏ដូចជាប្រកាសអ្នកឈ្នះរង្វាន់ធំរបស់យើងដែរអញ្ចឹងកុំភ្លេច follow ហើយនិង share វីដេអូនឹងទុកដល់អ្នកគ្នាវាអត់ឈ្នះហើយអត់ដឹង